តើសួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំនឹងបង្ហាញនឹងចែករំលែកអំពីការផ្លាស់ប្ដូរទម្រង់មុខនៅក្នុងកម្មវិធី Photoshop ជាមួយនឹង website AI អញ្ចឹងនៅក្នុងនេះគ្នាយើងដូចបានឃើញក្នុង screen អញ្ចឹងថាមុខរបស់ខ្ញុំនេះបានរួមបញ្ចូលជាមួយនឹងរូបភាពបែបនេះបាត់ហើយរូបភាពមនុស្សស្រីអញ្ចឹងខ្ញុំនឹងមានពីរ layer អញ្ចឹង layer ទីដំបូងគឺ layer មុខរបស់ខ្ញុំហើយដល់ពេលខ្ញុំបិទភ្នែកទៅនឹងឃើញទម្រង់មុខដើមរបស់គេចេញមកអញ្ចឹងជាជំហានដំបូងយើងចូលជាមួយនឹងច្រោមមកយើងធ្វើការចុចច្រោមបន្តមកទៀតគ្នាយើងធ្វើការសរសេរជាមួយនឹង face swap បន្ទាប់ពីគ្នាយើងចុច search ជាមួយនឹង face swap ហ្នឹងហើយគ្នាយើងធ្វើការចុចជាមួយនឹងគ្នាឃើញ website ខាងលើហ្នឹងយើងយកជាមួយនឹង face swap online free អញ្ចឹងមកដល់កន្លែងនេះគ្នាយើងអត់ទាន់ប្រើប្រាស់បានទេគ្នាយើងធ្វើការ log in ជាមួយនឹង account អញ្ចឹងគ្នាយើងចុច log in មកចុច log in account របស់យើងអញ្ចឹងបន្ទាប់ពីបាន log in ហើយគ្នាយើងអត់ទាន់ប្រើប្រាស់បាន 100% ទេគ្នាយើងឃើញកន្លែង free credit នេះទេអញ្ចឹងគ្រាន់ចុចទៅលើ free credit នឹងមកហើយយើងយក get 5 free credit អញ្ចឹងយើងទទួលបាន5 credit ហើយ credit នេះគឺយើងត្រូវប្រើប្រយ័ត្នប្រយែងដោយសារតែក្នុងមួយថ្ងៃគេ free ឲ្យតែ5 6ឬក៏7អញ្ចឹងទៅតាមថ្ងៃនីមួយៗអញ្ចឹងខ្ញុំនឹងបញ្ចូលពីកន្លែង upload original image អញ្ចឹងកន្លែង upload original image យើងត្រូវតែដាក់រូបភាពដែលយើងចង់ផ្លាស់ប្ដូរឧទាហរណ៍ថាខ្ញុំចុចទៅលើ image ហ្នឹងមកបន្តមកទៀតគ្នាយើងធ្វើការស្វែងរករូបភាពឧទាហរណ៍ថារូបភាពមួយនេះហ្នឹងហើយនេះរូបភាព original គឺមុខគេបែបនេះ pen មកហើយយើងធ្វើការ upload ជាមួយនឹងឲ្យ focus ទៅលើទម្រង់មុខរបស់យើងអញ្ចឹងយើងអាចចុចទៅលើហ្នឹងមកតមកទៀតយើងស្វែងរករូបភាពអញ្ចឹងចំពោះរូបភាពគ្នាយើងខ្ញុំរីកកំណត់គ្នាយើងប្រើរូបភាពបែបនេះគឺរូបថត 4x6 របស់យើងហ្នឹងដោយអត់អាចមានការពាក់វ៉ែនតាការពាក់ម៉ាស់ការពាក់ lens ឬក៏ពាក់សក់ពាក់អីចឹងទៅដល់ពេលយើងធ្វើបែបហ្នឹងគឺឲ្យរូបភាព AI របស់យើងហ្នឹងគឺអត់ចាប់មុខច្បាស់ទេអញ្ចឹងដើម្បីជៀសបញ្ហាយើងប្រើរូបភាពបែបនេះអញ្ចឹងចុច open មកបន្តមកទៀតគ្នានឹងមានពីរជម្រើសទី1គឺ1 model ត្រូវការ1 credit model ទី2ត្រូវការ1 credit គ្នាអញ្ចឹងគ្នាយើងខ្ញុំរីកកំណត់គ្នាយើងប្រើប្រាស់ model ទី2អញ្ចឹងគ្រាន់តែយើងចុចនៅលើហ្នឹងមកគ្នាយើងក្លែកមើលខាងស្ដាំដៃនឹងឃើញជាមួយនឹង face swap with one click អញ្ចឹងរងចាំវាបន្តិចដើម្បីឲ្យមុខធ្វើការ generate នេះទម្រង់មុខរបស់យើងអញ្ចឹងយើងមិនទាន់អាចខ្វល់ថារូបភាពនៅពេលយើង generate មកវាស្អាតឬមិនស្អាតអ្វីដែលសំខាន់យើងផ្ដោតទៅលើតែមុខទេអញ្ចឹងយើងចុច download សិនមកអញ្ចឹងដល់ពេលយើង download ហើយយើងធ្វើការបើកជាមួយនឹង file អញ្ចឹងបន្ទាប់យើងបើកជាមួយនឹង file ហើយយើងធ្វើការចុច mouse ស្ដាំ open with ជាមួយនឹងកម្មវិធី Adobe Photoshop អញ្ចឹងបន្ទាប់ពីបានមុខរបស់យើងហើយយើងធ្វើការដោះជាមួយនឹង background សិនមកហើយដើម្បីឲ្យធ្វើគ្នាយើងអាចប្រើប្រាស់ជាមួយនឹង pen tool ហើយគ្នាធ្វើការកាត់ជាមួយនឹងទម្រង់មុខរបស់យើងមកអញ្ចឹងបន្ទាប់ពីបានកាត់ប៉ុណ្ណឹងហើយគ្នាចុច mouse ស្ដាំហើយជ្រើសជាមួយនឹង make selection ចុច OK ហើយគ្នាចុច Ctrl J ដើម្បី delete យើងបិទភ្នែកនៅខាងក្រោមហ្នឹងមកអញ្ចឹងបន្តមកទៀតខ្ញុំធ្វើការទាញរូបភាពរបស់ខ្ញុំនេះចូលទៅក្នុងរូបភាពដើមរបស់ខ្ញុំអញ្ចឹងដើម្បីបើករូបភាពដើមយើងចុចកន្លែង file ហើយយើងចុច open ហើយយើងទៅស្វែងរករូបភាពដែលយើងបានដាក់វាជាដំបូងគេរូបភាពហ្នឹងថានេះរូបភាពនេះ
គេ open មកបន្តមកទៀតយើងចុច Ctrl C ដើម្បីធ្វើការ copy ហើយ Ctrl V ដើម្បីធ្វើការផាសអញ្ចឹងមកដល់កន្លែងនេះខ្ញុំធ្វើការរំកិលរូបភាពរបស់ខ្ញុំនេះឲ្យចំទៅមុំរបស់គេហ្នឹងមកចឹងដើម្បីឲ្យទម្រង់របស់យើងហ្នឹងចូលសាច់ទម្រង់របស់គេយើងធ្វើការប្រើប្រាស់ជាមួយនឹង layer mask អញ្ចឹងយើងចុចនៅលើ layer ទី1ហ្នឹងមកហើយយើងធ្វើការចុចនៅលើ layer mask បន្តមកទៀតគ្នាយើងប្រើប្រាស់ជាមួយនឹង brush tool យើងធ្វើការប្រើ brush tool ហ្នឹងមកអញ្ចឹង brush tool នេះយើងអាចដាក់ជាមួយនឹងទំហំធំប៉ុណ្ណាក៏បានដែរឲ្យមើលទៅសមឥឡូវខ្ញុំយក50សោះអញ្ចឹងចំពោះហាត់នេះខ្ញុំយក0ហើយចំពោះ flow ខ្ញុំយក100អូខេអញ្ចឹងយើងធ្វើការហាត់វាមកអញ្ចឹងដើម្បីផាត់គ្នាយើងធ្វើការមើលមកខាងឆ្វេងដៃយើងមានពណ៌សនិងពណ៌ខ្មៅអញ្ចឹងដើម្បីផ្លាស់ប្ដូរគ្នាយើងគ្រាន់តែចុចនៅលើពណ៌ហ្នឹងមកដើម្បីផ្លាស់ប្ដូរហើយខ្ញុំស៊ូមចិត្តដើម្បីផ្លាស់ប្ដូរអញ្ចឹងដូចយើងឃើញអញ្ចឹងនេះទម្រង់មុខរបស់យើងនេះទម្រង់របស់គេអញ្ចឹងយើងគ្រាន់ផាត់ឲ្យស្មើមកហើយហ្នឹងផាត់ឲ្យស្មើសាច់អញ្ចឹងបន្ទាប់ពីបានប៉ុណ្ណឹងហើយយើងធ្វើការ Ctrl J ដើម្បីគ្រប់ហើយបន្តមកទៀតយើងចុច Ctrl J ដើម្បី duplicate copy layer មួយហ្នឹងមកហើយយើងអាចចុច Ctrl E ដើម្បី merge អញ្ចឹងដើម្បីពីព្រោះកុំឲ្យរូបភាពបែកគុណភាពយើងអាចប្រើប្រាស់ជាមួយនឹង Smart Object អញ្ចឹងយើងធ្វើការប្រៀបមកអញ្ចឹងរូបភាពរបស់ខ្ញុំនេះគឺដូចជាស្ត្រីវិញអញ្ចឹងនៅក្នុងវីដេអូនេះខ្ញុំមានតែប៉ុណ្្នឹងទេអរគុណអ្នកទាំងអស់គ្នា